ខ្ញុំសូមថ្វាយបង្គំលើកដៃប្រណម្យចំពោះព្រះរតនត្រ័យសូមថ្វាយបង្គំព្រះធរណចរៈគ្រប់ព្រះអង្គនិងសូមគោរពប្រជាពុទ្ធបរិស័ទចិត្តឆ្ងាយជាទីគោរពសាលាបញ្ញសាស្ត្រអន្តរជាតិសាខាខេត្តបន្ទាយមានជ័យសូមអនុមោទនាអបអរសាទរនៃពិធីបុណ្យវិសាខបូជាដែលប្រព្រឹត្តទៅនៅថ្ងៃពុធ15កើតខែពិសាខឆ្នាំរោងឆស័កពុទ្ធសករាជ2567ត្រូវនៅថ្ងៃទី22ខែឧសភាឆ្នាំ2024ជាពិសេសពុទ្ធសាសនិកព្រមទាំងព្រះសង្ឃឧបាសកឧបាសិកាតែងតែប្រារព្ធពិធីបុណ្យនេះឡើងជារៀងរាល់ឆ្នាំវិសាខបូជាបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនាដែលប្រទេសកម្ពុជាចាត់ទុកជាបុណ្យជាតិជានេះទៀតប្រទេសជិត200ដែលជាសមាជិកនៃអង្គការសហប្រជាជាតិបានអនុម័តនិងទទួលស្គាល់វិសាខបូជាបុណ្យអន្តរជាតិកាលពីថ្ងៃទី15ខែធ្នូឆ្នាំ1999ដែលតាក់ទងនឹងព្រះសម្មាសម្ពុទ្ធព្រឹត្តិការណ៍3នោះគឺការប្រសូតការត្រាស់ដឹងការចូលនិព្វាន Vesak is a major festival in Buddhism that Cambodia considers as a national holiday. In addition, nearly 200 countries of the United Nations adopted and recognized Vesak as an international festival on December 15, 1999. The celebration of Vesak is to commemorate three special events related to the Buddha. Those events are birth, enlightenment, entering Nirvana. យើងសង្កេតឃើញថាព្រះសាស្តាទ្រង់ប្រសូតត្រាស់ដឹងនឹងបរិនិព្វានក្នុងថ្ងៃ15កើតពេញបរមីខែវិសាខដូចគ្នាគឺខុសតែឆ្នាំប៉ុណ្ណោះដូច្នេះបុណ្យវិសាខបូជាគឺតំណាងឲ្យថ្ងៃទាំង3នេះឯងប្រភេទនៃពិធីកម្មព្រះពុទ្ធសាសនាមានដូចជាបុណ្យវិសាខបូជាមិបូជាកឋិននិទាននិងចូលវស្សាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋបុណ្យវិសាខបូជាបុណ្យដ៏ធំមួយនៅក្នុងព្រះពុទ្ធសាសនារាប់ថាជាពុទ្ធានុសាសនកិច្ចសម្រាប់រំលឹករំលឹកដល់ព្រះពុទ្ធសាមណគោតមបរមគ្រូនាថ្ងៃពេញបរមី15កើតខែពិសាខដែលពុទ្ធសាសនិកទាំងព្រះសង្ឃនិងគ្រហស្ថធ្វើសក្ការៈគោរពបូជាប្រកបដោយជំនឿថាជាមហាកុសលដ៏ប្រសើរ We observe that the precious star was born in light and nirvana on the 15 full moon days of the month of Vesak, only difference of the year. Therefore, the Vesak festival only represents these 3 days. Type of ritual in Buddhism include Mir, Vesak, Kathan, and Bosa. Buddhism is the state religion. Vesak Bochia is one of the great festivals in Buddhism, considered to be an important Buddhist deed to commemorate the Buddha on the full moon day. 50 born in month of Vesak, where Buddhists, both monk and laity, always worship with faith as a great merit. សូមជម្រាបជាប្រជាពុទ្ធបរិស័ទស្រីប្រុសទាំងអស់បានសំប្រកបដោយសេចក្តីសុខសេចក្តីចម្រើនគ្រប់ពេលលាសូមអនុមោទនាសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាខេត្តបន្ទាយមានជ័យវិន័យគុណធម៌សុភមង្គល